បុរសចំណាស់ម្នាក់នេះត្រូវបានដេញចេញពីធនាគារដោយសារតែសម្លៀកបំពាក់របស់គាត់រហែកនឹងខ្វក់បន្ទាប់ពីការបូបដែលគាត់កាន់ត្រូវបានបើកហើយគ្រប់គ្នាភ្ញាក់ផ្អើលថ្ងៃនេះជាថ្ងៃភ្លឺថ្លាប៉ុន្តែខ្យល់អាកាសនៅកណ្ដាលទីក្រុងមានសភាពអាប់អួរដោយសារតែរថយន្តនិងមនុស្សម្នាក់ដែលកំពុងប្រញាប់ប្រញាល់ឆ្លងកាត់គ្នាក្នុងចំណោមមនុស្សម្នានោះបុរសចំណាស់ម្នាក់ដើរយឺតឆ្លងកាត់កន្លែងចតឡានក្រុងគាត់មានអាយុប្រហែល70ឆ្នាំមុខរបស់គាត់ពោពេញដោយស្នាមជ្រីវជ្រួញដោយសារតែការប៉ះពាល់នឹងពន្លឺព្រះអាទិត្យអស់ជាច្រើនឆ្នាំគាត់ស្លៀកអាវយឺតចាស់ដែលពណ៌រលុបខោខ្លីចាស់និងស្បែកជើងផ្ទាត់ដែលរលត់ស្ទើរតែអស់គាត់កាន់ការរុងធំមួយដែលមើលទៅដូចជាកាបូបសម្រាមវត្តមានរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនដទៃទៀតប៉ុន្តែមិនមែនដោយសារតែគាត់ជាអតិថិជនសំខាន់នោះទេតែដោយសារតែរូបរាងរបស់គាត់ផ្ទុយគ្នាស្រឡះជាមួយនឹងភាពប្រណីតនៃផ្ទៃខាងក្នុងធនាគារជាន់ថ្មម៉ាប់ដែលភ្លឺរលោងចង្កៀងគ្រីស្តាល់ដ៏ប្រណីតនិងជួរទៅធ្វើការរបស់បុគ្គលិកដែលរៀបចំយ៉ាងស្អាតបានបង្កើតបរិយាកាសផ្ដាច់មុខដែលហាក់ដូចជាមិនស័ក្តិសមសម្រាប់នរណាម្នាក់ដូចជាលោករស់ឌីសូមទោសលោកពូឆ្មាំសន្តិសុខម្នាក់និយាយដោយសំឡេងគួរសមប៉ុន្តែត្រជាក់ប្រហែលជាលោកពូអាចទុកអីវ៉ាន់របស់លោកពូនៅខាងក្រៅបានទេវាហាក់ដូចជាមិនស័ក្តិសមសម្រាប់យកចូលខាងក្នុងទេលោករស់ឌីញឹមស្ងួតមិនខឹងឬអន់ចិត្តឡើយក៏ខ្ញុំមានការងារសំខាន់នៅទីនេះក៏គាត់និយាយដោយសំឡេងស្ងប់ស្ងាត់ស្ទើរតែខ្សឹបបើបានខ្ញុំចង់រងចាំវេនឆ្មាំសន្តិសុខនោះស្ទាក់ស្ទើរមួយសន្ទុះប៉ុន្តែទីបំផុតក៏អនុញ្ញាតឲ្យលោករស់ឌីចូលបន្ទាប់ពីឃើញក្រសែភ្នែកដ៏មុតស្រួចពីអ្នកគ្រប់គ្រងធនាគារដែលកំពុងដើរកាត់លោករស់ឌីក៏ដើរចូលទៅទាំងនៅតែកាន់ការរងធំរបស់គាត់ហើយអង្គុយលើកៅអីរងចាំនៅជ្រុងខាងចុងបំផុតអតិថិជនផ្សេងទៀតដែលឃើញគាត់បានខ្សឹបខ្សៀវដាក់គ្នាបុរសចំណាស់នោះជាអ្នកណាហេតុអ្វីបានជាគាត់មើលទៅដូចអ្នករើសអេតចាយស្ត្រីវ័យក្មេងម្នាក់ខ្សឹបដាក់មិត្តភ័ក្តិរបស់នាងប្រហែលជាអ្នកសុំទានដែលវង្វេងផ្លូវហើយគីមិត្តភ័ក្តិរបស់នាងឆ្លើយតបទាំងទប់សំណើចនៅពីក្រោយតូបអ្នកគិតលុយលោកអាន់ឌីជាបុគ្គលិកធនាគារវ័យក្មេងម្នាក់ដែលទើបតែមានអាយុជាង30ឆ្នាំក៏បានសង្កេតមើលលោករស់ឌីពីចម្ងាយផងដែរជាមួយនឹងឯកសណ្ឋានដែលស្អាតនិងល្អឥតខ្ចោះលោកអាន់ឌីមានអារម្មណ៍ថាខ្លួនឯងមានឋានៈខ្ពង់ខ្ពស់ជាងបុរសចំណាស់នោះគាត់ថែមទាំងបាននិយាយដើមជាមួយមិត្តរួមការងាររបស់គាត់អំពីលោករស់ឌីទៀតផងគាត់ជាអតិថិជនបែបណាមកធនាគារកាន់ការរងធំដូចជាមកប្រមូលសម្រាមអីចឹងទៅលោកអាន់ឌីនិយាយទាំងសាយតិចបាទប្រហែលជាគាត់គ្រាន់តែចង់សុំជំនួយទេដឹងគឺមិត្តរួមការងាររបស់គាត់ឆ្លើយតបទាំងសាយតាមប៉ុន្តែលោករស់ឌីមិនខ្វល់ពីមិត្តទាំងអស់នោះទេគាត់អង្គុយស្ងៀមស្ងាត់ជួនកាលសង្កេតមើលជុំវិញខ្លួនដោយក្រសែភ្នែកប្រកបដោយប្រាជ្ញាដែលពិបាកយល់សម្រាប់អ្នកដទៃពេលលេខជួររបស់គាត់ត្រូវបានហៅគាត់ក៏ក្រោកឈរយឺតលើកការរុងរបស់គាត់ហើយដើរទៅរកទៅអ្នកគិតលុយនៅពេលនោះហើយដែលអ្នករាល់គ្នានៅក្នុងបន្ទប់ចាប់ផ្ដើមសង្កេតមើលចលនារបស់គាត់ដោយការចង់ដឹងចង់ឃើញលាយឡំជាមួយនឹងការវិនិច្ឆ័យលេខ45សូមអញ្ជើញស្ត្រីអ្នកគិតលុយម្នាក់ហៅដោយសំឡេងផ្លូវការលោករស់ឌីដើរទៅជិតដាក់ការរុងរបស់គាត់នៅក្បែរតូហើយនិយាយដោយសំឡេងតិចប៉ុន្តែច្បាស់លាស់អរុណសួស្ដីខ្ញុំចង់ដកប្រាក់តាមមួលប្រទានប័ណ្ណនេះនៅពេលនោះហើយដែលអ្នករាល់គ្នានៅក្នុងបន្ទប់ចាប់ផ្ដើមដឹងថាមានអ្វីមួយមិនធម្មតាចំពោះរូបរាងរបស់លោករស់ឌីទោះបីជាគាត់មានរូបរាងសាមញ្ញក៏ដោយក៏ភាពស្ងប់ស្ងាត់របស់គាត់មានថាមពលខ្លាំងណាស់ហាក់ដូចជាលាក់បាំងអាចកំបាំងដ៏ធំមួយដែលមិនទាន់ត្រូវបានលាតត្រដាងហើយដោយមិនបានដឹងខ្លួនថ្ងៃនោះនឹងក្លាយជាមេរៀនជីវិតដែលមិនអាចបំភ្លេចបានសម្រាប់អ្នករាល់គ្នានៅក្នុងធនាគារនោះលោករស់ឌីឈរនៅមុខទៅអ្នកគិតលុយទាំងមានការរុងធំមួយដាក់នៅក្បែរគាត់អ្នកគិតលុយស្រីដែលបម្រើគាត់បានសម្លឹងមើលមុខលោករស់ឌីរួចបែរទៅមើលការរុងនោះម្ដងហើយម្ដងទៀតដោយស្ទាក់ស្ទើរបរិយាកាសនៅក្នុងបន្ទប់ក៏ស្ងាត់ស្ងៀមមួយសន្ទុះគ្រប់គ្នាបានទប់ដង្ហើមដោយចង់ដឹងចង់ឃើញពីអ្វីដែលបុរសចំណាស់នោះនឹងធ្វើសូមទោសលោកពូអ្នកគិតលុយនោះនិយាយដោយសំឡេងគួរសមប៉ុន្តែប្រុងប្រយ័ត្នតើខ្ញុំអាចមើលឯកសារដែលលោកពូចង់ដកប្រាក់បានទេលោករស់ឌីងក់ក្បាលយឺតជាមួយនឹងចលនាស្ងប់ស្ងាត់គាត់បើកការរុងរបស់គាត់យឺតភ្នែកទាំងអស់សម្លឹងមើលគាត់
រួមទាំងលោកអាន់ឌីដែលកំពុងបម្រើអតិថិជនម្នាក់ទៀតនៅតុកិតលុយខាងក្បែរខ្លឹមសារនៃការរងនោះមិនមែនជាសម្រាមឬរបស់គ្មានប្រយោជន៍ដូចដែលពួកគេបានស្មាននោះទេផ្ទុយទៅវិញការរងនោះផ្ទុកទៅដោយគំនិតឯកសារដែលរៀបចំយ៉ាងស្អាតនៅក្នុងស្រោមសំបុត្រក្រដាសពណ៌ត្នោតក្រាស់រួមជាមួយនឹងមួលពពានប័ណ្ណធនាគារមួយដែលធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលភ្លាមចំនួនប៉ុន្មានអ្នកគិតលុយស្រីនោះរអ៊ូទាំបន្ទាប់ពីអានលេខនៅលើមួលពពានប័ណ្ណនោះនាងបានលេបទឹកមាត់មិនជឿនឹងអ្វីដែលនាងបានឃើញនោះទេតួលេខនៅលើមួលពពានប័ណ្ណនោះមានដល់រាប់ពាន់លានរៀលបន្ទប់នោះស្រាប់តែមានការភ្ញាក់ផ្អើលសំឡេងខ្សឹបខ្សៀវចាប់ផ្ដើមបន្លឺឡើងពីគ្រប់ទីអតិថិជនមួយចំនួនដែលពីមុនបានមើលងាយលោករូឌីឥឡូវនេះបានសម្លឹងមើលគាត់ដោយក្រសែភ្នែកពោពេញដោយការគោរពលោកអាន់ឌីដែលបានឮសំឡេងរំខានពីតរបស់គាត់ក៏បានចាក់ចេញពីអតិថិជនរបស់គាត់ភ្លាមហើយដើរទៅជិតតុកិតលុយដែលលោករូឌីកំពុងឈរតើនេះពិតជារបស់លោកពូដែរឬលោកអាន់ឌីសួរដោយសំឡេងភ័យព្យាយាមលាក់អារម្មណ៍ភ្ញាក់ផ្អើលរបស់គាត់លោករូឌីញឹមស្ងួតក្បាតពិតជាមែននេះសម្រាប់បរិច្ចាគដល់សហគមន៍ដែលខ្វះខាតនៅក្នុងភូមិរបស់ខ្ញុំលោកអាន់ឌីហាក់ដូចជាមិនជឿគាត់នឹងមិត្តរួមការងាររបស់គាត់ភ្ញាក់ផ្អើលនៅក្នុងគំនិតរបស់ពួកគេគាត់គ្រាន់តែជាអ្នកសុំទានម្នាក់ប៉ុណ្ណោះលោករូឌីគ្រាន់តែជាមនុស្សម្នាក់ដែលគំនិតរបស់គាត់ពោពេញដោយការគិតពីអ្នកដទៃគាត់គឺជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនភូជាតិសាសន៍ដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីចូលនិវត្តន៍ប៉ុន្មានទសវត្សរ៍មុនគាត់បានជ្រើសរើសរស់នៅយ៉ាងសាមញ្ញនៅក្នុងភូមិមួយឆ្ងាយពីការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយនិងពិភពជំនួញទោះបីជាបានបោះបង់ចោលជីវិតដ៏ប្រណីតក៏ដោយក៏លោករូឌីនៅតែបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌និងសង្គមដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីជួយអ្នកដែលខ្វះខាតគាត់គឺជាឧទាហរណ៍ជាក់ស្ដែងនៃភាពជោគជ័យពិតប្រាកដលោកអាម៉ាន់ដែលជាអ្នកគ្រប់គ្រងបាននិយាយទៅកាន់ក្រុមការងារទ្រព្យសម្បត្តិនិងឋានៈមិនដែលផ្លាស់ប្ដូររបៀបដែលគាត់ប្រព្រឹត្តចំពោះមនុស្សនៅជុំវិញគាត់ឡើយគាត់នៅតែជាមនុស្សដែលរាបទាបលោកអាន់ឌីមានអារម្មណ៍ថាខ្លួនឯងដូចជាកូនក្មេងដែលទើបតែត្រូវបានបង្រៀនមេរៀនជីវិតគាត់ដើរទៅជិតលោករូឌីបន្ទាប់ពីដំណើរការរដ្ឋបាលត្រូវបានបញ្ចប់ហើយព្យាយាមសុំទោសលោកពូរូឌីខ្ញុំពិតជាសុំទោសចំពោះទង្វើរបស់ខ្ញុំគឺលោកអាន់ឌីនិយាយដោយសំឡេងញ័រខ្ញុំមិនបានដឹងថាលោកពូជាអ្នកណាទេលោករូឌីសម្លឹងមើលគាត់ដោយក្រសែភ្នែកប្រកបដោយប្រាជ្ញាគាត់មិនខឹងឬអាក់អន់ចិត្តឡើយគាត់គ្រាន់តែញឹមកូនក្មេងកុំវិនិច្ឆ័យសៀវភៅតាមគម្រប់របស់វាឡើយគឺគាត់និយាយមុនពេលចាក់ចេញលោករូឌីបានផ្ដល់សារចុងក្រោយដល់បុគ្គលិកធនាគារទាំងអស់លោកអាន់ឌីដែលពីធម្មតាប្រងើយកន្តើយចំពោះអតិថិជនធម្មតាឥឡូវនេះបានចាប់ផ្ដើមពិចារណាឡើងវិញនៅតម្លៃដែលគាត់បានកាន់ខ្ជាប់អស់រយៈពេលជាយូរមកហើយប៉ុន្តែមានរឿងមួយដែលនៅតែរំខាននៅក្នុងគំនិតរបស់លោកអាន់ឌីហេតុអ្វីបានជាលោករូឌីជ្រើសរើសរស់នៅយ៉ាងសាមញ្ញទោះបីជាមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយតើមានហេតុផលជ្រៅជ្រះអ្វីនៅពីក្រោយជម្រើសជីវិតរបស់គាត់ដែរឬទេសំណួរទាំងនេះបានចាប់ផ្ដើមរំខានដល់គំនិតរបស់លោកអាន់ឌីហើយគាត់បានប្តេជ្ញាចិត្តស្វែងរកចម្លើយដោយមិនបានដឹងខ្លួនការជួបរបស់គាត់ជាមួយលោករូឌីបានបើកទ្វារសម្រាប់ដំណើរការផ្លាស់ប្ដូរដ៏ធំមួយសម្រាប់ខ្លួនគាត់ថ្ងៃនោះបន្ទាប់ពីលោករូឌីបានចាក់ចេញពីធនាគារបរិយាកាសនៅក្នុងបន្ទប់នៅតែមានអារម្មណ៍ខុសប្លែកពីធម្មតាបុគ្គលិកទាំងអស់មើលទៅស្ងប់ស្ងាត់ជាងមុនប៉ុន្តែក៏មានភាពឆ្កំឆ្គងជាងមុនផងដែរពួកគេដែលពីមុនបានមើលងាយបុរសចំណាស់នោះឥឡូវនេះបានមានញឹកនិយាយអំពីព្រឹត្តិការណ៍នោះដោយសំឡេងពោពេញដោយការគោរពលោកអាន់ឌីអង្គុយនៅតុរបស់គាត់អានក្បាលចិត្តរបស់គាត់ពោពេញដោយការគិតអំពីភាពវឹកវរនៃរាជធានីប៉ុន្តែថ្ងៃនេះអ្វីទាំងអស់នោះហាក់ដូចជាទេនៅចំពោះមុខគាត់បុរសចំណាស់ម្នាក់ដែលមានរូបរាងរហែកបានបង្ហាញថាភាពជោគជ័យពិតប្រាកដមិនត្រូវបានវាស់វែងដោយអ្វីដែលមើលឃើញនៅលើផ្ទៃខាងក្រៅនោះទេលោកអាន់ឌីព្យាយាមបន្តការងាររបស់គាត់ប៉ុន្តែពិបាកផ្ដោតអារម្មណ៍រាល់ពេលដែលគាត់បម្រើអតិថិជនមុខរបស់លោករូឌីបានលេចឡើងក្នុងគំនិតរបស់គាត់បានចាប់ផ្ដើមប្រៀបធៀបអាកប្បកិរិយារបស់គាត់ទៅនឹងប្រាជ្ញារបស់លោករូឌីហេតុអ្វីបានជាគាត់ងាយវិនិច្ឆ័យអ្នកដទៃដោយគ្រាន់តែរូបរាងរបស់ពួកគេ
តើគាត់បានក្លាយជាមនុស្សដែលឆ្មើងឆ្មៃដោយមិនដឹងខ្លួនឬល្ងាចនោះបន្ទាប់ពីត្រឡប់មកពីធ្វើការលោកអាន់ឌីអង្គុយតែម្នាក់ឯងក្នុងបន្ទប់របស់គាត់សម្លឹងមើលកញ្ចក់ធំនៅលើជញ្ជាំងគាត់បានសម្លឹងមើលរូបភាពរបស់ខ្លួនឯងព្យាយាមស្វែងរកចម្លើយចំពោះសំណួរដែលបានរំខានគាត់ក៏ហេតុអ្វីបានជាខ្ញុំក្លាយជាបែបនេះគំនិតទាំងនោះបានបន្លឺឡើងម្ដងហើយម្ដងទៀតនៅក្នុងចិត្តរបស់គាត់លោកអាន់ឌីបានដឹងថាគាត់ត្រូវការនិយាយជាមួយលោករស់ឌីម្ដងទៀតមិនមែនគ្រាន់តែដើម្បីសុំទោសនោះទេប៉ុន្តែដើម្បីស្វែងយល់បន្ថែមអំពីប្រាជ្ញារបស់គាត់ចង់យល់ពីរបៀបដែលលោករស់ឌីអាចរក្សាភាពស្ងប់ស្ងាត់និងរាបទាបទោះបីជាមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយមួយសប្តាហ៍ក្រោយមកលោកអាន់ឌីបានធ្វើដំណើរទៅកាន់ភូមិរបស់លោករស់ឌីនៅពេលដែលគាត់ទៅដល់ទីនោះខ្យល់អាកាសមានអារម្មណ៍ស្រស់ស្រាយឆ្ងាយពីភាពអ៊ូអរនៃទីក្រុងដែលគាត់ធ្លាប់រស់នៅពេលដែលគាត់ទៅដល់ភូមិលោកអាន់ឌីក៏បានទៅផ្ទះដ៏សាមញ្ញរបស់លោករស់ឌីភ្លាមពេលដែលគាត់គោះទ្វារលោករស់ឌីក៏បានបង្ហាញខ្លួនដោយស្នាមញឹមដ៏កក់ក្ដៅដូចធម្មតាអាន់ឌីតើមានអ្វីនាំកូនមកទីនេះលោករស់ឌីសួរដោយសំឡេងរួសរាយហាក់ដូចជាគាត់បានស្មានទុកមុនពីការមកដល់របស់យុវជននោះលោកអាន់ឌីញឹមខ្មាស់អៀនគឺលោកពូរស់ឌីខ្ញុំមកដើម្បីថ្លែងអំណរគុណម្ដងទៀតចំពោះអ្វីទាំងអស់ដែលលោកពូបានបង្រៀនខ្ញុំគ្រាន់តែចង់ប្រកាសថាខ្ញុំនៅតែស្ថិតនៅក្នុងផ្លូវត្រូវលោករស់ឌីងក់ក្បាលរួចអញ្ជើញលោកអាន់ឌីចូលក្នុងផ្ទះរបស់គាត់នៅខាងក្នុងបរិយាកាសមានលក្ខណៈសាមញ្ញប៉ុន្តែមានអារម្មណ៍កក់ក្ដៅនិងស្ងប់ស្ងាត់ជញ្ជាំងត្រូវបានតុបតែងដោយរូបថតគ្រួសារនិងអនុស្សាវរីយ៍ចាស់នៅជ្រុងបន្ទប់មានធ្នើរតូចមួយដែលមានសៀវភៅចាស់ដែលមើលទៅដូចជាត្រូវបានអានញឹកញាប់កូនក្មេងការធ្វើដំណើរដើម្បីក្លាយជាមនុស្សល្អប្រសើរជាងមុននឹងមិនបញ្ចប់ឡើយគីលោករស់ឌីនិយាយដោយស្នាមញឹមក៏ខ្ញុំបានរៀនថាភាពសុភមង្គលពិតប្រាកដមិនមែនមកពីអ្វីដែលយើងមានពីទ្រព្យសម្បត្តិឬឋានៈរបស់យើងនោះទេវាមកពីសេចក្តីល្អដែលយើងបានចែករំលែកទៅកាន់ពិភពលោកបន្ទាប់ពីនិយាយគ្នារាប់ម៉ោងលោកអាន់ឌីក៏បានលាត្រឡប់ទៅវិញមុនពេលចាកចេញពីផ្ទះរបស់លោករស់ឌីគាត់បានផ្ដល់ស្រោមសំបុត្រតូចមួយដែលមានការបរិច្ចាគផ្ទាល់ខ្លួនសម្រាប់សកម្មភាពសប្បុរសធម៌ដែលលោករស់ឌីកំពុងគ្រប់គ្រងលោករស់ឌីបានទទួលស្រោមសំបុត្រនោះដោយស្នាមញញឹមពេញដោយក្តីដឹងគុណអរគុណកូនគឺលោករស់ឌីនិយាយចងចាំកូនក្មេងប្រាជ្ញាគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានប្រើវាដើម្បីធ្វើឲ្យពិភពលោកក្លាយជាកន្លែងដែលល្អប្រសើរជាងមុនលោកអាន់ឌីងក់ក្បាលភ្នែករបស់គាត់ស្រក់ទឹកភ្នែកគាត់មានអារម្មណ៍ថាការជួបរបស់គាត់ជាមួយលោករស់ឌីនៅថ្ងៃនោះបានបញ្ចប់ជំពូកដ៏សំខាន់មួយក្នុងជីវិតរបស់គាត់ព្រមទាំងបានបើកទំព័រថ្មីដែលពោរពេញដោយក្តីសង្ឃឹមផងដែរនៅតាមផ្លូវត្រឡប់មកវិញលោកអាន់ឌីបានពិចារណាឡើងវិញនៅមេរៀនទាំងអស់ដែលគាត់បានរៀនគាត់បានដឹងថាជីវិតនេះមិនមែននិយាយអំពីភាពជោគជ័យដ៏ធំធេងរបស់យើងនោះទេប៉ុន្តែនិយាយអំពីចំនួនសេចក្តីស្រឡាញ់និងសេចក្តីល្អដែលយើងបានចែករំលែកទៅកាន់អ្នកដទៃពាក្យសម្ដីរបស់លោករស់ឌីនៅតែបន្លឺឡើងនៅក្នុងចិត្តរបស់គាត់គឺសេចក្តីល្អរបស់អ្នកនឹងត្រឡប់មកអ្នកវិញដូចជាសេចក្តីអាក្រក់របស់អ្នកដែររឿងនេះបានបង្រៀនពីសារៈសំខាន់នៃការគោរពបុគ្គលម្នាក់ដោយមិនគិតពីរូបរាងឬឋានៈសង្គមភាពជោគជ័យពិតប្រាកដមិនត្រូវបានវាស់វែងដោយទ្រព្យសម្បត្តិសម្ភារៈនោះទេប៉ុន្តែដោយសេចក្តីល្អនៃចិត្តនិងផលប៉ះពាល់ជាវិជ្ជមានដែលយើងបានផ្ដល់ឲ្យអ្នកដទៃតាមរយៈដំណើរការផ្លាស់ប្ដូររបស់លោកអាន់ឌីយើងត្រូវបានអញ្ជើញឲ្យឆ្លុះបញ្ចាំងពីតម្លៃពិតនៃជីវិតដូចជាប្រាជ្ញាភាពរាបទាបនិងសេចក្តីស្រឡាញ់លោកអាន់ឌីនិងមិត្តរួមការងាររបស់គាត់នៅក្នុងធនាគារបានចាប់ផ្ដើមអនុវត្តតម្លៃដែលលោករស់ឌីបានបង្រៀននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេបានដឹងថាមនុស្សម្នាក់មានរឿងរ៉ាវនិងអត្តសញ្ញាណតែមួយគត់ដែលគួរត្រូវបានគោរពហើយទោះបីជាលោករស់ឌីឥឡូវនេះបានត្រឡប់ទៅរកជីវិតដ៏សាមញ្ញរបស់គាត់នៅក្នុងភូមិក៏ដោយក៏ស្នាមជើងនៃប្រាជ្ញារបស់គាត់នឹងនៅតែរស់រានមានជីវិតជានិច្ចនៅក្នុងចិត្តរបស់អ្នកដែលធ្លាប់បានជួបគាត់